កំពុងតែទុនកករបស់ពួកគេអាហ្នឹងនៅក្នុងរបាយការណ៍ស៊ើបអង្កេតនៅក្នុងការស្ទង់មតិរបស់កងទ័ពទូទាំងពិភពលោកក្នុងនោះពាក់ព័ន្ធជាមួយនឹងវិស័យផ្នែកយោធានៅក្នុងប្រទេសកម្ពុជាត្រូវបានគេសង្កេតឃើញថាអានេះវិស័យកងទ័ពនៅក្នុងប្រទេសកម្ពុជាណាអាហ្នឹងគឺចង់ប្រៀបធៀបថាប្រទេសណាខ្លះដែលមានកងទ័ពខ្លាំងខ្លាពិតប្រាកដឧទាហរណ៍ដូចជាកងទ័ពជប៉ុនកងទ័ពកូរ៉េកងទ័ពតៃវ៉ាន់ក៏ផ្លេចកូរ៉េក៏ជាប់លំដាប់ថ្នាក់លេខ5ដែរណាពីពិភពលោកកងទ័ពកូរ៉េប៉ុន្តែអ្វីដែលសំខាន់មួយទៀតគឺកងទ័ពនៅក្នុងប្រទេសកម្ពុជាវិស័យយោធានៅក្នុងប្រទេសកម្ពុជាអាហ្នឹងយើងអត់និយាយអំពីពួកអាយុចិនដែលមកបន្លំខ្លួនធ្វើជាខ្មែរធ្វើជាមានវិជាកាយទេនៅក្នុងការគ្រប់គ្រងរបស់អាគមនិយមចិនរយៈពេលជិត100ចូល100ឆ្នាំជាងនេះពួកវាបញ្ជាឲ្យឆ្កែបម្រើរបស់វាគ្រប់គ្រងប្រជាជននិងកងទ័ពឲ្យខ្សោយបំផុតសមត្ថភាពយោធារបស់កងទ័ពខ្មែរតាមការស្ទង់មតិអន្តរជាតិក្នុងការប្រយុទ្ធក្នុងរយៈពេលប្រមាណ100ឆ្នាំចុងក្រោយនេះដូចជាស្ថានភាពដែលបរោះខ្មែរបានន័យថាគេប្រៀបធៀបអំពីសមត្ថភាពកងទ័ពរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជានេះគឺប្រៀបដូចទៅស្ថានភាពដែលបរោះខ្មែរចូលគេបន្ទាប់ពីផឹកស្រានិងសមត្ថភាពកងទ័ពខ្មែរដែលគេដឹកនាំឲ្យកងទ័ពខ្មែរខ្លាយទៅជាមនុស្សអន់ដល់ថ្នាក់ហ្នឹងតែគឺជាលទ្ធផលនៃជំងឺចិត្តសាស្ត្រសម្ពាធសង្គមនិងវប្បធម៌វានៅឆ្ងាយពេកពីអរិយធម៌វាគឺជាការគំរាមកំហែងការភ័យខ្លាចការលំបាកហើយវាគឺជាការរស់ដោយស្ថិតនៅលើភាពស្រមើស្រមៃតែប៉ុណ្ណោះឯងបានន័យថាជីវិតคล้ายคล้ายមិនមែនរស់នៅក្នុងភាពការពិតនៃភាពរឹងមាំពិតប្រាកដអាហ្នឹងគឺប្រសិទ្ធភាពនៅក្នុងការស្ទង់មតិនៃកម្លាំងកងទ័ពឥឡូវនេះគេកំពុងវាស់វែងថាតើប្រទេសណាខ្លះដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកសម្ព័ន្ធមិត្តរបស់ចិនមានសមត្ថភាពនៅក្នុងការប្រើប្រាស់កងទ័ពកម្រិតណាសមត្ថភាពបែបណាអាហ្នឹងអញ្ចឹងនេះគឺសមិទ្ធផលដែលគេរកឃើញនៅក្នុងវិស័យយោធានៅក្នុងប្រទេសកម្ពុជាកងទ័ពរបស់ខ្មែរបើប្រៀបធៀបជាមួយនឹងកងទ័ពរបស់ប្រទេសដទៃគឺប្រៀបដូចជាមនុស្សស្វឹងចូលដេកក្រោយពេលផឹកស្រាមិនមែនបានន័យថាកងទ័ពយើងអន់ទេតែដោយសារអីដូចនិយាយចឹងគឺវិស័យអំពើពុករលួយហើយវិស័យអំពើពុករលួយនោះដោយសារអីដោយសារតែប្រទេសជាតិរបស់យើងមានមេដឹកនាំគឺជាឆ្កែបម្រើបរទេសឈ្លានពានយួនចិនហើយកាលណាមានសត្រូវឈ្លានពានដែលវាត្រូវការលេបត្របាក់ប្រទេសរបស់យើងអញ្ចឹងវាមិនត្រូវការឲ្យអាយុជីវិតរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជារបស់យើងនេះណាមានសមត្ថភាពរឹងមាំពិតប្រាកដនោះទេអាហ្នឹងយើងដឹងទាំងអស់គ្នាហើយប៉ុន្តែនេះគឺជាការធ្វើប្រជាមតិរបស់ប្រព័ន្ធអន្តរជាតិដែលគេកំពុងតែធ្វើការគេត្រូវដឹងថាសមត្ថភាពអ្នកណាបែបណាទាំងអស់ហ្នឹងឯងមួយទៀតពាក់ព័ន្ធជាមួយនឹងស្ថានភាពសង្គ្រាមអ៊ីរ៉ង់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលពាក់ព័ន្ធជាមួយនឹងគោលដៅធំបំផុតជាមួយនឹងគឺកុម្មុយនីសចិនការប្រកាសរបស់លោកប្រធានាធិបតីដូណាល់ត្រាំនាវាយន្តហោះនិងបុគ្គលិកយោធារបស់សហរដ្ឋអាមេរិកទាំងអស់រួមជាមួយនឹងគ្រាប់រំសេវអាវុធនិងសម្ភារៈសមស្របនិងចាំបាច់ផ្សេងទៀតនឹងនៅតែនៅក្នុងនិងជុំវិញអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដត្រូវបានគោរពតាមយ៉ាងពេញលេញអានេះថាតើតែការចរចានេះអូខេទើបបានសម្រេចថាអូខេដកចេញការកត់គង់ទាំងនេះគឺគ្រប់គ្រាន់ដើម្បីវាយប្រហារដ៏ខ្លាំងក្លានិងការបំផ្លិចបំផ្លាញទាំងស្រុងដល់សត្រូវដែលរងការវាយប្រហាររួចទៅហើយប្រសិនបើដោយហេតុផលណាមួយកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តតាមទោះបីជាវាមិនទំនងក៏ដោយនោះប្រតិបត្តិការបាញ់ប្រហារក្នុងទ្រង់ទ្រាយធំអង្គតង់ស៊ីតេនិងអំណាចលើសពីអ្វីដែលមិនធ្លាប់មានឃើញពីមុនមកហើយនៅក្នុងនោះដែរនៅក្នុងករណីដែលឲ្យមើលឃើញថាភាគីខាងអ៊ីរ៉ង់បានយល់ព្រមនៅក្នុងការចរចាក៏គេដឹងច្បាស់ដែរថាភាគីខាងអ៊ីរ៉ង់ទទួលបញ្ជាពីអាចិនដើម្បីទិញពេលវេលានៅក្នុងការបញ្ជូនសភាវុធនិងគ្រាប់ដើម្បីបញ្ចូលទៅអ៊ីរ៉ង់ប៉ុន្តែនៅក្នុងនោះដែរមន្ត្រីដែលត្រូវបានចូលរួមចរចាសម្ងាត់ជាមួយនឹងសហរដ្ឋអាមេរិកក៏បានសារភាពផងដែរថាអ្វីគ្រប់យ៉ាងដែលកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់នេះមិនមែនគឺជាគំនិតរបស់មេដឹកនាំអ៊ីរ៉ង់ខ្លួនឯងទេគឺជាការបញ្ជារបស់កុម្មុយនីសចិនទាំងអស់
ឥឡូវនេះមេរងបានសារអ្នកចរចាសម្ងាត់បានទម្លាយថាអ្វីគ្រប់យ៉ាងគឺពួកគេស្ថិតនៅក្រោមការគម្រាមកំហែងនិងបញ្ជាពីគុំនីចិនទាំងអស់អានឹងបែកធ្លាយការសម្ងាត់ហើយនៅក្នុងករណីទាំងអស់នេះក៏ខ្ញុំបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាននៅក្នុងការយន្តហោះរបស់អាចិនបានដឹកសភាវុធនិងគ្រាប់ទៅឲ្យអ៊ីរ៉ង់ផងដែរប៉ុន្តែសំណួរសួរថាតើលទ្ធផលវានឹងត្រូវចេញជាបែបណាទៀតវាត្រូវបានប្រងព្រៀងគ្នាជាយូរមកហើយនេះភាសារបស់លោកត្រាំទោះបីជាមានសេចក្តីថ្លែងការណ៍មិនពិតជាច្រើនក៏ដោយថាអាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានអនុញ្ញាតឡើយទីមួយអ្វីដែលអាមេរិកត្រូវការនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវតែគ្មានអាវុធនុយក្លេអ៊ែរมันអាចមានផលិតអាវុធនុយក្លេអ៊ែរឬក៏មានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដាច់ខាតហើយទីពីរគឺបើកច្រកសមុទ្រហូម៉ូច្រកសមុទ្រហូម៉ូត្រូវតែបើកចំហនិងមានសុវត្ថិភាពទន្ទឹមនេះយោធាដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកកំពុងផ្ទុកសម្ភារៈសម្រាប់និងរងចាំការសញ្ជ័យបន្ទាប់របស់ខ្លួនសហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយបានន័យថាអាមេរិកទី1លើពិភពលោកបានត្រឡប់មកវិញហើយភាពខ្លាំងរបស់អាមេរិកបានវិលមកវិញហើយពីមុនធ្វើឲ្យអាមេរិកចុកខ្សោយដុនដាអាប់អោតកិត្តិយសតែឥឡូវនេះអាមេរិកទី1របស់ពិភពលោកត្រឡប់មកវិញហើយបានន័យថាគ្មាននុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវតែគ្មាននុយក្លេអ៊ែរហើយការគ្រប់គ្រងច្រកសមុទ្រហូម៉ូទីភ្នាក់ងារប្រេងអ៊ីរ៉ង់គឺបានន័យថាសហរដ្ឋអាមេរិកត្រូវតែឈ្នះច្រកសមុទ្រហូម៉ូដែលជាអតីតប្រព័ន្ធគ្រប់គ្រងរបស់ចក្រភពអង់គ្លេសធម្មតាប្រេងក្រុមហ៊ុនធំជាងគេនៅពិភពលោកកន្លងមកអ្នកដែលរកស៊ីវិស័យរោងចក្រប្រេងខ្លាំងជាងគេគឺអង់គ្លេសហើយតែអង់គ្លេសអត់មានសមត្ថភាពនៅក្នុងការដោះស្រាយផ្នែកបញ្ហាប្រឈមទាំងអស់នោះទេដោយសារតែអង់គ្លេសត្រូវបានស្ថិតនៅក្រោមឥទ្ធិពលរបស់ពួក Illuminati និង Zionist ឬក៏ក្រុមពួកសកលនិយមអន្តរជាតិដែលស្ថិតនៅក្រោមប្រព័ន្ធកុម្មុយនីសចិនដូចគ្នាអូខេច្រកសមុទ្រហូម៉ូដែលជាអតីតប្រព័ន្ធគ្រប់គ្រងរបស់ចក្រភពអង់គ្លេសរួមទាំងការធានារ៉ាប់រងឥឡូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកចំណែកច្រកសមុទ្រហូម៉ូពេលកន្លងមកមិនទាន់មានសង្គ្រាមការមិនទាន់មានសង្គ្រាមថ្លៃសម្បត្តិសម្រាប់ការឆ្លងកាត់ច្រកសមុទ្រហូម៉ូត្រូវបានបង់ជាប្រាក់យួនចិនចុះហេតុអីបានជាប្រទេសអ៊ីរ៉ង់សោះហេតុអីក៏ត្រូវបែរជាបង់ជាប្រាក់យួនចិនអាហ្នឹងក៏ជាផុសតាងយ៉ាងច្បាស់កន្លែងដែរថាអ្វីគ្រប់យ៉ាងគឺចិននៅពីក្រោយទាំងអស់ឃើញទេនេះគឺជាការលើកឡើងដើម្បីបញ្ជាក់អំពីផុសតាងជាក់ស្ដែងនេះគឺជាផុសតាងដែលជាការសាក់លបងលើឆាកពិភពលោកដើម្បីដកប្រាក់ដុល្លារគ្រប់យ៉ាងអញ្ចឹងអាមេរិកក៏សម្ដៅទៅរកអាកុំនេះចិនដូចគ្នាក៏ដៅរបស់សហរដ្ឋអាមេរិកនិងបកគុំនេះចិនដែលហៅកាត់ថា CCP ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់គោលបំណងដ៏ធំបំផុតគឺសម្ដៅទៅលើគណៈបកគុំនេះចិនបន្ទាប់ពីអន្តរាគមន៍របស់អ៊ីរ៉ង់និងវេណេស៊ុយអេឡាបន្ទាប់ពីមានការអន្តរាគមន៍នៅលើប្រទេសអ៊ីរ៉ង់និងវេណេស៊ុយអេឡាលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ចប់គំរូសេដ្ឋកិច្ចដែលរកប្រាក់ចំណេញរបស់កុម្មុយនីសចិនពេលកន្លងមកខ្ញុំជម្រាបអ្នកទាំងអស់គ្នាថាដើម្បីកម្ចាត់កុម្មុយនីសទី1គឺត្រូវតែកាត់ផ្តាច់ប្រភពទីផ្សារសេដ្ឋកិច្ចរបស់វាគឺលុយកាលណាវាអត់មានលុយវាអាចទៅផ្ដល់ឲ្យប្រទេសណាបញ្ជាក្បាលគេធ្វើតាមវាតទៅទៀតបានទេអាហ្នឹងគឺជាដង្ហើមនៃអំណាចរបស់ពួកវាអញ្ចឹងគេត្រូវតែធ្វើដើម្បីកាត់ផ្តាច់ដង្ហើមរបស់វាហើយដង្ហើមនៃចំណូលប្រភពចំណូលរបស់បកកុម្មុយនីសចិនដែលអាចគ្រប់គ្រងអំណាចនឹងជាយាមគ្រប់គ្រងពិភពលោកទាំងអស់នេះគឺមួយផ្នែកធំគឺបានអំពីលំហូរនៃការគ្រប់គ្រងប្រព័ន្ធថាមពលហើយនឹងអ៊ូស្មានហើយនឹងប្រេងពីវេណេស៊ុយអេឡាហើយនឹងនៅមជ្ឈមមកពីអ៊ីរ៉ង់នេះឯងដែលជាលំហូរសេដ្ឋកិច្ចនៅក្នុងការទប់ទល់អំណាចរបស់ខ្លួនអូខេលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ចប់គំរូសេដ្ឋកិច្ចដែលរកប្រាក់ចំណេញរបស់កុម្មុយនីសចិនក្នុងការទិញប្រេងថោកពីប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មអាហ្នឹងដោយប្រទេសកម្ពុជាឬក៏ប្រទេសផ្សេងដែលកន្លងមកសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគេតែងតែលើកឡើងថាបើសិនអ្នកឯងមិនវិលទៅរកលទ្ធិប្រជាធិបតេយ្យគេនឹងដក EBA និង GSP មានចាំទេអាហ្នឹងឧទាហរណ៍ដូចថាការពេលដែលយើងទទួលបាន EBA និង GSP របស់សហរដ្ឋអាមេរិកប៉ុន្តែយើងទទួលបានទីផ្សារទៅវិញទៅមកជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងសហភាពអឺរ៉ុបប៉ុន្តែទីផ្សាររបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបគឺគេត្រូវការឲ្យអ្នកឯងដឹកនាំប្រទេសដោយគោរពសិទ្ធិមនុស្សលក្ខខណ្ឌនៅក្នុងការទទួលបានផលប្រយោជន៍ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបតើតែអ្នកឯងមានការដឹកនាំដោយគោរពសិទ្ធិមនុស្សពេញលេញ
កាលណាអ្នកឯងនឹងនាំអត់គោរពសិទ្ធិមនុស្សអត់គោរពលទ្ធិប្រជាធិបតេយ្យបាទន័យថាអ្នកឯងក្រាញអំណាចវាជាខុសក្នុងលក្ខខណ្ឌច្បាប់អន្តរជាតិហើយអញ្ចឹងអ្នកឯងនឹងត្រូវបានកាត់ផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជាមួយនឹងអន្តរជាតិអាហ្នឹងប៉ុន្តែរបបនេះដោយសារតែដូចខ្ញុំនិយាយចឹងបើត្រូវការក្រាញអំណាចគឺវាអត់ត្រូវការទីផ្សារអន្តរជាតិទេហើយដោយសារអីវាអត់ត្រូវការទីផ្សារអន្តរជាតិព្រោះវាបានមានទីពឹងបង្អែករបស់អាយុណចិននេះឯងដោយអាយុណចិនមិនមែនមកជួយវាគ្រាន់តែបានអំណាចទេប៉ុន្តែអ្វីដែលវាមិនខ្វល់សំខាន់វាបានអំណាចគ្រួសារវារយៈពេលយូរឆ្នាំមែនទេណាច់ណោះណាច់ស្គាល់អាពូជអាឆ្កែយូរចឹងហ្នឹងទេវាបានផលប្រយោជន៍គ្រួសារអំណាចរបស់វារយៈពេលយូរឆ្នាំហើយវាដោះដូរជាមួយនឹងទ្រព្យសម្បត្តិធនធានធម្មជាតិនិងប្រទេសនិងអាយុជីវិតរបស់ប្រជាជនជាមួយនឹងលុយដែលផ្ដល់ដោយអាចិនយកមកផ្ដល់ឲ្យវារក្សានិងក្រាច់អំណាចហើយមួយវិញទៀតយើងមើលឃើញស្ថានភាពនៅក្នុងប្រទេសកម្ពុជាដែលគេខំផ្សព្វផ្សាយអួតអំពីអីគេគ្រាប់កម្មចិនគ្រាប់គុជមែនទេពួកនាងតារាល្បីមួយចំនួនដែលគេបើកអាជីវកម្មលក់កម្មគុជរបស់ចិនហុងស៊ុយចិនសាយចិនស៊ួយហ្នឹងណាដែលគេអួតថាបងប្អូនអានេះគឺគុជសតអានេះគុជមិនសតគាត់មិនស៊ុចអីចឹងទៅតែអ្នកទាំងអស់គ្នាមានអារម្មណ៍ឈឺចាប់ដែរទេពេលដែលអ្នកទាំងអស់គ្នាឃើញទង្វើទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាដឹងថាគេយកមាសយកពេជ្រយករាយយកត្បូងយើងទៅទាំងកប៉ាល់ទាំងកុងតឺន័រទាំងកុងតឺន័រគេមិនឲ្យយើងមួយរៀលទេគេហើយគេយករបស់យើងទាំងកប៉ាល់ទៅស្រុកវាទាំងយួនទាំងចិនហើយថែមទាំងវាគ្រាន់តែយកទៅកែច្នៃគ្រាប់ទូចមកលក់ឲ្យខ្មែរដែលឲ្យយល់ថាខ្មែរគឺជាមនុស្សល្ងងខ្លៅហើយខ្មែរដែលមានលុយទិញអាហ្នឹងសិតតែខ្មែរហៃសូយើងមើលទីផ្សារនៅក្នុងប្រទេសកម្ពុជានិយាយអំពីរឿងមាសនៅប្រទេសកម្ពុជាមាសនិងផ្លាទីនបើមាសនិងផ្លាទីនរបស់ខ្មែរអត់មានតម្លៃទេតែបើមាសយួនមាសចិនគឺថ្លៃកប់បបោសួរបន្តិចតើមាសយួនមាសចិនទាំងអស់នេះជាមាសមកពីណាមាសហ្នឹងនាំចូលមកពីយួនចោះអាយួនអាចិនដែលយករ៉ែមាសទាំងអស់នៅក្នុងប្រទេសកម្ពុជាដឹកទៅស្រុកវាគ្រប់កន្លែងហើយយកមកវិញត្រឹមតែអាគ្រាប់តូចហើយឯងជាខ្មែរម្ចាស់ប្រទេសនាំគ្នាលក់នៅលើទីផ្សារនាំគ្នាស្រែកអួតថាអូមាសឯងចង់លក់មាសហ្នឹងថោកឯងបើមាសយួនបានថ្លៃអូមាសយួនមាសចិនអាហ្នឹងដឹងនៅគីឡូដឹងឲ្យបានថ្លៃពេញតែហ្មងមើលសួរបងប្អូនខ្មែរអ្នករកស៊ីមាសហើយនឹងអ្នកដែលស្រឡាញ់មាសអ្នកទិញមាសទាំងអស់គ្នាទីមើលអ្នកមានអារម្មណ៍មានចាប់អារម្មណ៍គិតពីផ្នែកទាំងអស់ហ្នឹងទេចុះក្រែងអួតថាយើងគ្រប់គ្រងផលិតផលខ្មែរហើយស្រុកខ្មែររាល់ថ្ងៃគេស្រែកថាអូយើងត្រូវរួមសាមគ្គីគ្នាគ្រប់គ្រងផលិតផលខ្មែរគ្រប់គ្រងស្នាដៃខ្មែរចុះមាសក្នុងអានោះមិនដែរមិនគាត់គ្រប់គ្រងផលិតផលមាសខ្មែរផងមិនទៅគ្រប់គ្រងអូមាសយួនបានល្អមាសចិនបានល្អចុះអានោះស្អីដែរគោលនយោបាយអីដែរមើលជួយប្រាប់បន្តិចមើលអ្នកដែលស្រឡាញ់អូជាតិនិយមណាយើងត្រូវរួមគ្នាគ្រប់គ្រងផលិតផលខ្មែរស្នាដៃខ្មែរយ៉ាណាអាកដោបចង្រិតអីហ្នឹងគ្រប់គ្រងអាហ្នឹងស្នាដៃខ្មែរមាសពេជ្រត្បូងណាគ្រឿងមានតម្លៃគ្រប់ប្រភេទរបស់ខ្មែរមានតម្លៃទេតើរបស់យួនរបស់ចិនមិនថ្លៃគេទេគេយកថ្មគេយកគុជរបស់យើងទាំងកប៉ាល់អត់មានតម្លៃទេគេមកវិញលុញកែច្នៃប្រប៉ិនច្អល់ដៃគ្រាប់មូលខ្លំតិចធ្វើកម្មមកគ្រាប់ហ្នឹងណាយកមកលក់កោក្បាលឲ្យខ្លួនឯងជាម្ចាស់ប្រទេសជាម្ចាស់ទ្រព្យសម្បត្តិនេះហើយនាំគ្នាអួតសរសើរអូគុណភាពល្អបោះចិនបោះយួនល្អណាស់អានេះបាននិយាយទៅគេហៅថាវិធីឆ្ពិនភ្នែកតែប៉ុណ្្នឹងសោះយើងនៅតែធ្វើមិនកើតផងខ្មែរភាគច្រើនទិញគុជនឹងពាក់ឥឡូវបងប្អូនពិចារណាទៅកុំជឿខ្ញុំណាអីទៅតល់ណាស្អីក៏ទៅអូយទៅភ័យអីខ្ញុំចេះតែទៅធន់នៅរស់តែងាប់ទៅវាលែងទៅឲ្យមិនភ័យតែទៀតកូនងាប់ទេវាមិនរស់បានទេអាហ្នឹងដូចគេថាកូនមកបងម៉ែឪចាំរស់ដល់ពេលម៉ែឪតែ1 2កូនមកបងនឹងចាំម៉ែឪអត់រស់មើលអ្នកណាខ្លះដែលចាំម៉ែឪរស់ប្រាប់ខ្ញុំមកក្នុងโลกនេះគ្មានមនុស្សណាដែលខ្លាំងពូកែអាចចិញ្ចឹមម៉ែឪរស់អត់ស្លាប់ទេព្រោះមនុស្សទាំងអស់គ្នាត្រូវតែស្លាប់ហើយអញ្ចឹងគាត់វិវត្តទៅត្រូវតែស្លាប់ដូចតែគ្នាអញ្ចឹងបាននិយាយថាអូកូនមកបងចិញ្ចឹមម៉ែឪមិនរស់អីហើយមិនអាចរស់ទេព្រោះជីវិតត្រូវតែស្លាប់គ្រប់គ្នាទាំងអស់ហ្នឹងឯងប៉ុន្តែបាននិយាយថាកូនបងមិនអាចផ្ដល់សុភមង្គលនៃជីវិតចុងក្រោយរបស់ឪពុកម្ដាយអាហ្នឹងវាត្រូវតែបាននិយាយថាអូកូន10ចិញ្ចឹមម្ដាយឪពុកតែ2នាក់អត់រស់ពុកម្ដាយតែ2នាក់ទេចិញ្ចឹមកូន10រស់អាហ្នឹងគឺជារឿងអត់ត្រូវទេត្រូវមួយដែលឪពុកម្ដាយចិញ្ចឹមកូន10នាក់រស់ប៉ុន្តែកូន10នាក់មិនអាចចិញ្ចឹមគាត់រស់ទេព្រោះគាត់ត្រូវតែស្លាប់ហើយគ្មានអាចរស់បានទេអាហ្នឹង
ពួកគាត់មិនមែនជាគ្រួសារសម្ដេចពុកឯណាយើងមើលសម្ដេចពុកគ្រួសារសម្ដេចពុកផងសុកចិត្តរស់ម្នាក់ឯងបងប្រុសបង្កើតដល់ទៅ2សុកចិត្តឲ្យគាត់ស្លាប់ដឹងហើយថាបច្ចេកវិទ្យារបស់អាចិនជាបាលដោយការផ្លាស់ប្ដូរសេរីរាង្គអាចរស់បានយ៉ាងតិច150ឆ្នាំប៉ុន្តែបាយជាទុកឲ្យបងប្រុសបង្កើតរបស់ខ្លួនហ៊ុនណេងហ៊ុនសានទាំង2នាក់ស្លាប់ដោយសារជំងឺយើងគិតមើលចុះអានឹងអីគេនឹងបងប្អូនកើតរបស់គាត់ឲ្យលុយគាត់ចាយមិនអស់ផងនឹងសម្ដេចពុកចង់យកកតិចលុយបន្តិចតែព្យាបាលផ្លាស់ប្ដូរសេរីរាង្គដើម្បីមានអាយុវែងដូចគាត់ណែមកគ្រួសារមកពួយគាត់បដូរ100ជាតិទៀតក៏មិនអស់ផងតែនេះចុះហេតុអីអញ្ចឹងអ្នកទាំងអស់គ្នាប្រៀបធៀបទៅតើបងបង្កើតរបស់ខ្លួននឹងទុកឲ្យនៅរស់ផងណាមនុស្សណាអញ្ចឹងគ្នារស់សម្រាប់ប្រជាជនមិនអាចរស់ទេប៉ុន្តែសម្រាប់ពួកអាអ្នកមានឥទ្ធិពលនៅក្នុងរបបកុម្មុយនីសពិភពលោកទាំងអស់នេះមានលុយគឺមានជីវិតរស់ការស្រាវជ្រាវការថែរក្សាការផ្លាស់ប្ដូរការជួញដូរសេរីរាង្គទាំងអស់នេះគឺបានពិសោធន៍ស្រាវជ្រាវដល់ពេញលេញរហូតដល់វាហ៊ានប្រកាសជាសកលលោកថាអនាគតទៅគ្រប់គ្រងអំណាចដោយកុម្មុយនីសអញ្ចឹងពួកអ្នកមានឥទ្ធិពលមានលុយមានអាយុមិនក្រោមយ៉ាងតិចក៏មានអាយុចាប់ពី150ឆ្នាំឡើងទៅដែរអាហ្នឹងតិចបំផុត150ឆ្នាំហើយចាំបងប្អូនគិតទៅចុះហ៊ុនសានហ៊ុនណេងដែលបងបង្កើតរបស់សម្ដេចពុកហ្នឹងចុះសម្ដេចពុកគ្រាន់តែព្យាបាលបងខ្លួនឯងបានទេតែគាត់ព្យាបាលសម្ដេចពុកក៏បានផ្លាស់ប្ដូរសេរីរាង្គដែរសម្ដេចពុកក៏ត្រូវបានជួសេរ៉ូមសេរីរាង្គផងដែរហើយបានគាត់មានសុខភាពមករាល់ថ្ងៃនៅច្រែកតែហ្នឹងឃើញទេចុះអ្នកទាំងអស់គ្នាគិតថាសំបីដល់បងគាត់បង្កើតគាត់អត់បានរក្សាជីវិតឲ្យផងចុះអ្នកឯងទាំងអស់គ្នាត្រឹមតែជាប្រជាពលរដ្ឋខ្មែរដែលមិនដែលផ្ដល់អំណាចឲ្យគាត់សំបីតែមួយអាណត្តិ5ឆ្នាំណាហើយជាង40ឆ្នាំយើងគិតមើលជិត10អាណត្តិណាចុះបងប្អូនគិតថាគាត់ត្រូវតែស្រឡាញ់អ្នកទាំងអស់គ្នាទេហ្នឹងហើយគាត់ស្រឡាញ់ហ្នឹងហើយបានគាត់សម្លាប់បើគាត់អត់ស្រឡាញ់គាត់អត់សម្លាប់ទេអាហ្នឹងចឹងអូខេគាត់ដែររបស់សហរដ្ឋអាមេរិកនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់មានគោលបំណងទៅលើបកគមនីចិនដែលហៅកាត់ CCP បន្ទាប់ពីអន្តរាគមន៍របស់អ៊ីរ៉ង់និងវេណេស៊ុយអេឡាលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ចប់គំរូសេដ្ឋកិច្ចដែលរកប្រាក់ចំណេញរបស់ចិនក្នុងការទិញប្រេងថោកពីប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មអស់រយៈពេលច្រើនឆ្នាំមកហើយចិនបានប្រើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ីវេណេស៊ុយអេឡាអ៊ីរ៉ង់និងប្រទេសផ្សេងទៀតបានន័យថាប្រទេសផ្សេងទាំងអស់ហ្នឹងក៏រត់ទៅរកចិនដើម្បីរកទីផ្សារហើយយល់ថាអូការធ្វើទីផ្សារពាណិជ្ជកម្មជាមួយនឹងមហាមិត្តចិនល្អអញ្ចឹងទៅអានោះដូចកម្ពុជាអញ្ចឹងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ចហើយកាលណាពេលដែលប្រទេសនីមួយៗដែលបាត់បង់ទីផ្សារសេដ្ឋកិច្ចជាមួយនឹងប្រទេសលោកសេរីអញ្ចឹងតម្លៃទីផ្សារទាំងអស់វាស្ថិតនៅលើមាត់អាចិនចង់ឡើងអាចិនចង់ថាអត់ឡើងអាហ្នឹងយើងសង្កេតមើលមួយទៀតដូចនៅក្នុងប្រទេសកម្ពុជាតម្លៃកសិកម្មណាដូចជាតម្លៃស្រូវដំឡូងមីស្វាយចន្ទទីឈូកឡាក់តើទីផ្សារទាំងអស់នេះស្ថិតនៅលើអ្នកណាអរគុណបងដឹងស្រាប់អរគុណច្រើនបងប្អូនណាយើងឃើញថាចុះហេតុអីបានជាប្រទេសកម្ពុជាពេលដែលបងប្អូនធ្វើកសិកម្មបានមិនថាស្រូវមិនថាពោតមិនថាសណ្ដែកមិនថាល្ងមិនថាស្វាយចន្ទទីមិនថាដំឡូងមិនថាអីគេតសក់សាឡាត់ស្ពៃខាត់ណាអីទេហើយដល់អីក៏ត្រូវតែចាក់ចោលព្រោះដោយសារតែវាពាក់ព័ន្ធជាមួយនឹងទីផ្សារកំណត់ដោយមាត់របស់អាយុនហើយនឹងអាចិនឃើញទេចាំបងប្អូនចង់រស់បែបហ្នឹងដល់ពេលណាទៀតតែបងប្អូនចង់រស់បែបហ្នឹងដល់20ឆ្នាំ30ឆ្នាំទៀតក៏គ្មានឱកាសដែរព្រោះអ្នកទាំងអស់គ្នាគេមិនឲ្យរស់ដល់ហ្នឹងទេព្រោះរបបហ្នឹងវាត្រូវដួលវាត្រូវងាប់នៅក្នុងឆ្នាំហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាក៏គេមិនឲ្យអ្នកទាំងអស់គ្នារស់នៅក្នុងរបបហ្នឹង100ឆ្នាំទៀតក៏លែងមានឱកាសដែរអ្នកទាំងអស់គ្នាមិនបារម្ភទេអ្នកទាំងអស់គ្នានឹងលែងមានឱកាសរស់ដូចគ្នាណាអូខេដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននិងបំពេញទុនបំរុងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃយ៉ាងខ្លាំងនៃការគ្រប់គ្រងទីផ្សាររបស់កុម្មុយនីសចិនលើប្រទេសដែលត្រូវបានទទួលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបហើយនៅក្នុងប្រតិបត្តិការទាំងអស់នេះយើងឃើញថាអូឥឡូវនេះព្រេងថ្លៃសាំងថ្លៃភាពចលាចលកើនឡើងមែនទេដំបូងឡើយគេគិតថាពេលដែលអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហើយកាលណាដែលកំពុងតែវិវត្តជាមួយនឹងអ៊ីរ៉ង់ផងហើយបូករួមជាមួយនឹងភាពចលាចលនៅក្នុងប្រទេសអាមេរិកដែលក្រុមពួកអាក្បត់ជាតិនិងក្រុមពួកដែលស៊ីឈ្នួលចូលមកសហរដ្ឋអាមេរិកតាមរយៈគេហៅថាជនភៀសខ្លួនខុសច្បាប់ដែលជាគេហៅថាជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះបង្កបញ្ហានៅក្នុងប្រទេសផងហើយធ្វើឲ្យប្រេងឡើងថ្លៃដើម្បីឲ្យប្រជាជនអាមេរិកមានការស្រែកចាចអាណត្តិលោកប្រធានាធិបតីដូណាល់ត្រាំនេះអត់ល្អទេត្រូវតែទម្លាក់គាត់អញ្ចឹងខែវិច្ឆិកាខាងមុខនេះបោះឆ្នោតពាក់កណ្ដាលអាណត្តិត្រូវតែទម្លាក់គាត់អាហ្នឹងជាផែនការរបស់កុម្មុយនីសចិនគឺដើម្បីអីដើម្បីឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំដួលរលំប៉ុន្តែវាត្រូវអ្នកដួលរលំត្រូវបកទៅលើវានៅពេលដែល
លោកប្រធានាធិបតីដូណាល់ត្រាំនៅក្នុងករណីដែលប្រកាសថានឹងចរចាជាមួយអ៊ីរ៉ង់នៅក្នុងទុកចន្លោះពេលឲ្យអ៊ីរ៉ង់2សប្តាហ៍នេះដើម្បីចរចាហើយលោកត្រាំក៏ប្រកាសដែរព្រោះគាត់ដឹងច្បាស់ណាស់ថាប្រទេសដែលពាក់ព័ន្ធដែលនៅតែបង្ហូរសភាវុធចូលគឺអាកុម្មុយនីសចិនហើយនៅក្នុងពេលដែលលើកឡើងថាយើងនឹងព្រមចរចាគ្នារវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកប៉ុន្តែបែរជាអ៊ីរ៉ង់ប្រើអាវុធដែលចិនបង្ហូរមកឲ្យនេះទៅវាយទៅលើបានន័យថាផ្លោងទៅប្រទេសជិតខាងដូចជាអារ៉ាប៊ីសាអូឌីតដូចជាយេម៉ែនដូចជាប្រទេសជាប់នឹងអ៊ីរ៉ង់ទាំងអស់បំផ្លាញគេអត់ឈប់ឈរអញ្ចឹងសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកមួយទៀតចេញពីធរមានប្រទេសណាដែលបានចូលរួមជាមួយនឹងអ៊ីរ៉ង់ត្រូវទទួលទណ្ឌកម្មពន្ធរហូតដល់ទៅ50%សំណួរសួរថាអ្នកណាអ្នកខាតទី1អាចិនកំពុងតែបាត់បង់ចំណូលពីប្រេងថោករបស់អ៊ីរ៉ង់ហើយនឹងវេណេស៊ុយអេឡាបាត់ហើយអាហ្នឹងគឺស្មើនឹងចាស់លុយឲ្យមួយឆ្នាំរាប់រយពាន់លានបាត់ហើយចុះឥឡូវនេះពេលដែលវាត្រូវតែចង់ធ្វើទីផ្សារជាមួយសហរដ្ឋអាមេរិកវាមិនអាចអត់អាមេរិកបានទេពាណិជ្ជកម្មរបស់ចិនមិនអាចអត់អាមេរិកបានទេសម្រាប់អាមេរិកអាចអត់អាចិននឹងបានប៉ុន្តែអាចិនមិនអាចអត់អាមេរិកបានហើយឥឡូវនេះពន្ធកយត្រូវឡើងដល់50%ជាធរមានភ្លាមសំណួរសួរថាតើអ្នកណាជាអ្នកមានប្រាជ្ញាអ្នកណាជាមនុស្សឆ្លាតអាចិនវាឆ្លាតវាល្បិចប៉ុន្តែវានៅតែចាញ់អ្នកដែលមានប្រាជ្ញាគឺអាមេរិកជាអ្នកដែលមានប្រាជ្ញាពិតប្រាកដអាចិនវាឆ្លាតវាចេះតែល្បិចខូចដើម្បីឲ្យយល់ថាវាល្អវាត្រូវបានប្រយោជន៍ទាំងសងខាងទាំងដែលវាជាអ្នកហុចអាវុធហើយបាញ់ហ៎អញ្ចឹងពេលនេះតើគោលដៅអាមេរិកជោគជ័យទេណាបើយើងមើលទៅថាអាមេរិកវាយជាមួយអ៊ីរ៉ង់ទេតែអ្នករងគ្រោះទៅអាមេរិកដឹកនាំអ៊ីរ៉ង់ងាប់មែនប៉ុន្តែអ្នករងគ្រោះអ្នកណាគេអ្នកបាត់ធនធានអ្នកបាត់សេដ្ឋកិច្ចធំបំផុតអ្នកណាគេបងចិនអេអាចិនជាអ្នកដែលបាត់ចំណូលធំជាងគេបំផុតគឺអាកុម្មុយនីសចិនជាអ្នកដែលខាតធនធានបំផុតអញ្ចឹងអាលបែងដែលវាសម្ដែងឲ្យគេយល់ថាវាឆ្លាតជាងគេវាត្រូវតែកាឡាលើគេគ្រាន់តែវាចេះខូចសោះហ្នឹងហើយវាអួតថាវាឆ្លាតជាងវាបកាយជាងគេមនុស្សចេះល្បិចចេះខូចចាតែតែយល់ថាអ្នកដែលស្មោះត្រង់គឺជាមនុស្សដែលល្ងងព្រោះអ្នកដែលស្មោះត្រង់ឃើញមិនថាអញ្ចឹងពីអត់ព្រោះទេតែអាមនុស្សល្បិចមនុស្សខូចនេះណាវាបកាយនិយាយបកាយបាត់បែនបកាយលងថ្នមប៉ុន្តែនៅពីក្រៅវាចាក់គេបុចវាចាក់គេសម្រាប់គេប៉ុន្តែឥឡូវនេះវាទៅលេងរួចហើយឥឡូវអំពើអាក្រក់របស់វាត្រូវស្ថិតនៅលើវាទាំងអស់អីមានអីត្រូវសល់ទេអញ្ចឹងសំណួរសួរថាតើបាននិយាយអំពីគេថាសម័យមុនគេនិយាយថាបាញ់តែគ្រាប់បានសត្វពីរបាញ់តែមួយទេតែបានសត្វដល់តែពីរនេះបាញ់តែមួយទេបានដល់ទៅ3ហើយឯងបានដល់ទៅ3ទី1ចំណូលលំហូរលុយធំរបស់អាកុម្មុយនីសចិនតាមប្រព័ន្ធផ្លូវប្រេងអាចិនអាចរកលុយតាមប្រព័ន្ធច្រកសមុទ្រហូម៉ុកបានយ៉ាងច្រើនទៀតផងព្រោះច្រកសមុទ្រហូម៉ុកបើយើងស្ដាប់ទៅគឺជារបស់អ៊ីរ៉ង់ប៉ុន្តែអ្នកដែលទទួលលុយគឺអាកុម្មុយនីសចិនអាហ្នឹងគឺជាផ្លូវច្រកសេដ្ឋកិច្ចលុយមួយទៀតអាហ្នឹងដូចប្រេជីហ្វូណនដេជោដេចៅថ្ងៃអញ្ចឹងណាបើយើងមើលទៅជាប្រេជីហ្វូណនដេជោរបស់ខ្មែរផ្លូវសេដ្ឋកិច្ចប៉ុន្តែអ្នកណាអ្នកទទួលលុយគឺអាចិនអ្នកណាអ្នកគ្រប់គ្រងគឺអាចិនអាយួនទេអាហ្នឹងវាដូចគ្នាអញ្ចឹងអាលំហូរផ្លូវនៃការទទួលលុយតាមច្រកនៃសមុទ្រហូម៉ុកក៏អាចិនរលាយសូន្យអាប្រេងថោកនៅក្នុងតំបន់មជ្ឈមបូព៌ាទាំងអស់និងវេណេស៊ុយអេឡាក៏អាចិនបាត់សិទ្ធិនៅក្នុងការគ្រប់គ្រងមិនតែប៉ុណ្ណោះពេលនេះធ្វើឲ្យរុស្ស៊ីអាចជន់ក្បាលអាចិនបានខ្លាំងទៀតផងអញ្ចឹងអាចិនច្បាស់ជាត្រូវតែងាកត្រូវតែទិញប្រេងរបស់រុស្ស៊ីប៉ុន្តែរុស្ស៊ីនឹងមិនលក់ប្រេងឲ្យវាថោកបន្តទៀតដោយកាលពេលដែលអ៊ីរ៉ង់មិនទាន់ត្រូវមានសង្គ្រាមទេពេលនេះរុស្ស៊ីនឹងដំឡើងតម្លៃប្រេងថ្លៃហើយអាចិនចង់មិនចង់ក៏ត្រូវតែទិញប្រេងនឹងឧស្ម័នរបស់រុស្ស៊ីដែរអាហ្នឹងក៏ជាផ្លូវខាតរបស់វាឃើញទេមិនតែប៉ុណ្ណោះថែមទាំងបាត់បង់ការវិនិយោគនៃពន្ធ 50% លើរាល់ទំនិញទាំងអស់ចូលសហរដ្ឋអាមេរិកទៀតចំណេញទេចំណេញនៅកត្តាមួយទៀតដែលវាត្រូវខាតមិនតែប៉ុណ្ណោះកន្លងមកប្រទេសនៅក្នុងមជ្ឈមបូព៌ាសត្វតែជ្រកនៅក្រោមសម្ព័ន្ធនិមិត្តរបស់វាបានន័យថាវាបានបំពាក់អាវុធមីស៊ីលគ្រប់ប្រទេសនៅក្នុងហ្នឹងមើលដូចជាអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតកាតាយេម៉ែនឡាក់ទេប៉ុន្តែក្រោយពីពេលដែរវាបង្ជំរុញឲ្យអ៊ីរ៉ង់កាន់តែធ្វើសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាន់តែខ្លាំងមិនតែប៉ុណ្ណោះការបង្ហាញឲ្យមើលឃើញសមត្ថភាពសភាវុធដែលអាចិនបំពេញឲ្យអ៊ីរ៉ង់ដែលខ្លាំងជាងប្រទេសទាំងអស់នោះទៀតដើម្បីឲ្យជ្រកនៅក្រោមអាវ៉ាត់វាណា
វាខ្លាយទៅជាសភាវុធគេហៅថាដូចបាញ់មិនស្មើនឹងក្មេងបាញ់ឃ្លីលេងទេអត់មានប្រសិទ្ធភាពជាមួយនឹងអ៊ីស្រាអែលជាមួយនឹងសហរដ្ឋអាមេរិកគឺដេកទាំងអស់របស់ពួកអចិន្ត្រវាធ្វើឲ្យប្រទេសដែលជាសមាជិកនៅជុំវិញបញ្ឈមមកពីទាំងអស់ដូចជាអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតឡាឃើញច្បាស់អូអញអត់ទៅចូលរួមជាមួយឯងទៀតទេទាំងដែលដឹងច្បាស់ថាអាមេរិកបើកផ្លូវឲ្យពួកគាត់ទាំងអស់គ្នាហ្នឹងមិនតែប៉ុណ្ណោះបែរជាឲ្យមើលឃើញអីអ៊ីរ៉ង់ខ្លោងទៅដាក់ប្រទេសទាំងអស់ហ្នឹងទៀតដូចខ្ញុំនិយាយចឹងវាធ្វើឲ្យប្រទេសទាំងអស់ហ្នឹងមានឱកាសមានលេសដើម្បីរួមដៃជាមួយអាមេរិកដើម្បីកំទេចអ៊ីរ៉ង់កាលណាកំទេចអ៊ីរ៉ង់គឺស្មើនឹងកំទេចចិនកុម្មុយនីសហើយអញ្ចឹងសួរថាវាចំណេញទេអូចំណេញដល់កចំណេញកប់ក្តោបដោយសារតែចំណេញកប់ក្តោបហ្នឹងហើយបានជាកំពុងបង្ហាញឲ្យយល់ថាផ្ដល់នាវាចម្បាំងសម័យទំនើបចុងក្រោយថ្មីមកដល់កម្ពុជាអបអរសាទរកម្ពុជាទទួលបាននាវាចម្បាំងរបស់ចិនសម័យទំនើបចុងក្រោយចំនួន2គ្រឿងឥឡូវមកមួយគ្រឿងនៅទៀតមួយគ្រឿងទៀតហ៎អបអរសាទរអញ្ចឹងសង្គ្រាមតៃវ៉ាន់វាត្រូវតែផ្ទុះគឺมันអាចជាផុតទេនៅក្នុងករណីទាំងអស់នេះអូខេសហរដ្ឋអាមេរិកអូខេសម្រាប់ស្ថិរភាពផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកគេជឿថាសម្រាប់សហរដ្ឋអាមេរិកអត់បញ្ហារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលជាតិរបស់សហរដ្ឋអាមេរិកគឺលោក Scott Bessent នឹងរកវិធីដើម្បីធ្វើឲ្យតម្លៃប្រេងនៅក្នុងស្រុកមានស្ថិរភាពព្រោះសហរដ្ឋអាមេរិកគឺជាអ្នកនាំប្រេងចេញធំជាងគេបំផុតរបស់ពិភពលោកអញ្ចឹងបើវាចង់ឲ្យធ្វើសហរដ្ឋអាមេរិកចលាចលប្រេងឡើងថ្លៃត្រូវតែឲ្យប្រជាពលរដ្ឋបះបោដើម្បីផ្ដួលរំលំដើម្បីប្រឆាំងជាមួយលោកត្រាំមុំអេងអូនមុំអេងនេះគឺជាភាពបរាជ័យដ៏អាម៉ាស់របស់វាដែលវាគ្រោងនឹងធ្វើឲ្យអាមេរិកដល់ដំណាក់កាលហ្នឹងដូចខ្ញុំប្រាប់ចឹងមុនអាមេរិកវាយអ៊ីរ៉ង់នេះអារឿងទាំងអស់នេះវាត្រូវអាមេរិកគេបានដឹងហើយរួចរាល់អស់ទៅហើយពួកខ្ញុំធ្លាប់លើកព័ត៌មានទាំងអស់កន្លងមកជំរាបអ្នកទាំងអស់គ្នារួចទៅហើយអញ្ចឹងអាមេរិកគេបានប្រេអស់យូរណាស់ហើយគេដឹងថាដំណាក់កាលទី1ទី2ទី3វាយ៉ាងម៉េចអានោះវាមកហើយមិនមែនគេវាយភ្លាមកំពុងតែរៀបយុទ្ធសាស្ត្រមើលក្បួនហុងស៊ុយវាយខាងនេះបានត្រូវវាយខាងនោះអត់ទេអូខេសហរដ្ឋអាមេរិកគឺជាអ្នកនាំប្រេងចេញធំជាងគេបំផុតរបស់ពិភពលោកសហរដ្ឋអាមេរិកដោយមានទុនបំរុងប្រេងនិងប្រាក់ចំណូលពីការលក់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកមានវិធីដើម្បីធ្វើឲ្យតម្លៃប្រេងក្នុងស្រុកមានស្ថិរភាពនិងកាត់បន្ថយភាពចលាចលឬក៏គេហៅថាអតិផរណានាំចូលនេះហើយហេតុអីបានជាកន្លងមកយើងសង្កេតមើលទៅក្រោយបន្តិចហេតុអីពេលដែលអាណត្តិលោកប្រធានាធិបតីដូណាល់ត្រាំគាត់បានឈ្នះឆ្នោតហើយខ្លាយទៅជាប្រធានាធិបតីថ្ងៃដំបូងរបស់គាត់ពេលដែលគាត់ឡើងកាន់តំណែងអ្វីដែលគាត់ធ្វើមុនគេទី1គឺគាត់ត្រូវតែឲ្យក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកដែលនៅក្រៅប្រទេសទាំងអស់ត្រូវតែវិលចូលមកស្រុកវិញទាំងអស់ដើម្បីកុំឲ្យពិបាកនៅក្នុងការដែលពឹងផ្អែកការផ្គត់ផ្គង់ទៅលើអាគមរីចិនព្រោះគាត់ដឹងថាអាចិនវាមានសម្ពាធអាចសង្កត់នៅលើអាមេរិកថាអូអាមេរិកសាក់អត់ចិនមើលបំអត់មានទឹក COC ឥឡូវហ្នឹងអត់មាន CNC ឥឡូវហ្នឹងហេអត់មានกระดาษកាត់គូតឥឡូវហ្នឹងប៉ុន្តែក្រោយមកពេលដែលអាមេរិកមានលោកប្រធានាធិបតីដូណាល់ត្រាំគាត់បានធ្វើឲ្យប្រទេសអាមេរិកវិលមករកការផលិតនៅក្នុងស្រុកវិញទាំងអស់អញ្ចឹងឯងចង់គម្រាមថាអូខ្ញុំនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ទៅលើអាមេរិកកាត់ទៅនេះហើយជាយុទ្ធសាស្ត្រនៃដំបូងមកដែលក្នុងការដែលលោកប្រធានាធិបតីដូណាល់ត្រាំកំពុងតែធ្វើវាអាហ្នឹងចឹងដូច្នេះសរុបមកវិញវាអត់មានអីត្រូវគម្រាមកំហែងអាមេរិកបានទេហើយនៅក្នុងកត្តាទាំងអស់នេះដូចខ្ញុំនិយាយចឹងវាអាចគម្រាមកំហែងតែប្រទេសណាដែលគ្មានសមត្ថភាពនៅក្នុងការដែលហ៊ានឈរជាម្ចាស់ខ្លួនឯងតែប៉ុណ្ណោះដូចកម្ពុជាជាដើមឥឡូវយើងមើលដូចជាប្រទេសជប៉ុនកន្លងមកដែលអាចិនតែងតែគម្រាមឲ្យតែធ្វើឲ្យអាចិនមិនសប្បាយចិត្តអាចិននឹងធ្វើឲ្យប្រទេសជប៉ុនឯកោអត់មាន AC ណាជួបជុះស៊ូណាមីម្ដងទៀតធ្វើឲ្យអត់មានអ្នកណាផ្ដល់ជំនួយឲ្យដល់ចិនធ្វើឲ្យចិនលំបាកហើយចិនធ្វើឲ្យជប៉ុនលំបាកជប៉ុនច្បាស់ជាត្រូវទៅលន់តួសំពះជ្រោកក្រោមបាតជើងរបស់អាគមរីចិនអាហ្នឹងគឺជាបំណងប្រាថ្នារបស់វាដែលកន្លងមកណាតែវាត្រូវការឲ្យមានបែបហ្នឹងតែវាធ្វើឲ្យមានការសម្លាប់លោកស៊ុនស៊ូអាបេណាហ្នឹងគឺផែនការហ្នឹងប៉ុន្តែវាបរាជ័យធ្ងន់ធ្ងរឃើញទេពេលដែលមេដឹកនាំដែលបន្ទាប់ពីការសម្លាប់លោកអាបេនោះណាគឺជាអាយ៉ងរបស់អាគមរីចិនហើយក៏ជាមិត្តសម្លាញ់របស់គ្រួសារហ៊ុនសែនដែរអាហ្នឹងដូច្នេះគេគិតថាផែនការរបស់គេបានជោគជ័យហើយវាបានបង្កើតមន្ទីរពិសោធន៍មេរោគនៅប្រទេសជប៉ុនហើយពេលដែលហ៊ុនសែនទៅជប៉ុនហ្នឹងគឺមិនមែនទៅទស្សនកិច្ចទេគឺគេទៅពិភាក្សារឿងដែលអាចិនឲ្យផលិតនៅវ៉ាក់សាំងនិងមេរោគបន្ថែមនៅក្នុងប្រទេសជប៉ុនដើម្បីសម្រាប់ប្រជាជនជប៉ុនឲ្យអស់សល់ត្រឹមតែ1/3តែប៉ុណ្ណោះឯង1/3នៃប្រជាជនជប៉ុនដើម្បីងាយស្រួលវាគ្រប់គ្រងប្រទេសជប៉ុននិងប្រជាជនជប៉ុន
men chỉ riêng môi thế bông đo bạch na là bao biết cứ thôi chẳng pan tay ở quay đại bị chui trăm bằng phát hay là ca là bao biết rồi liếc sao hai việc ra chắc là sao còn ra ở vai con được không ra chắc là sao ra chắc là sao bạn lấy ra cùng riêng về đại lục xây thì du mình thấy rồi bao bạch cho con cho nên nào cứ lục xây sana etaka ichi đại chia sợi đại khăng o trang ơi ruria đẹp đẹp ban khai thì chia thì du mình thấy bạch cho con việc ban ra chắc là saoទី1អាកៈកុងស៊ុលរបស់អាចិនបានប្រកាសកាត់ក្បាលរបស់លោកស្រីនាយករដ្ឋមន្ត្រីចប៉ុនបើសិនជាហ៊ានតែនៅតែប្រកាសថាបើសិនជាមិនព្រមដកពាក្យថាពេលដែលលោកស្រីសាណាអេតាកាអ៊ីឈីដែលគាត់ប្រកាសថាបើសិនជាគុំនៃចិនប៉ះវាយធ្វើសង្គ្រាមជាមួយនឹងតៃវ៉ាន់គឺស្មើនឹងធ្វើសង្គ្រាមជាមួយនឹងជប៉ុននឹងការពារតៃវ៉ាន់អញ្ចឹងហើយវាបានគម្រាមលោកស្រីថាបើលោកស្រីមិនដកពាក្យនឹងចេញភ្លាមវិញទេវានឹងកាត់ករបស់លោកស្រីសាណាអេតាកាឈីដែលពួកវាបានប្រកាសផុសនៅក្នុង Channel X ហើយក្រោយមកបានវាលុបចេញវិញបន្ទាប់មកទៀតមន្ត្រីការបរទេសរបស់ចិនវាបានគម្រាមនឹងកំទេចប្រទេសជប៉ុនម្ដងទៀតហើយនឹងគម្រាមសម្រាប់លោកស្រីសាណាអេតាកាអ៊ីឈីម្ដងទៀតដើម្បីអីទី1គឺគេហៅថាប្រើចិត្តសាស្ត្រដើម្បីបំភ័យលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនហើយនឹងប្រជាជនជប៉ុនដើម្បីឲ្យគាត់ចោះចាញ់ប៉ុន្តែវាទេដែលអត់ស្គាល់ជប៉ុនសម្រាប់ជប៉ុនពិតប្រាកដគឺគេស្គាល់វាដល់កលៈអាចបានន័យថាជប៉ុនគឺស្គាល់អំពីប្រភេទពវៀនរបស់អាគមនីចិននេះច្បាស់ខ្លាំងណាស់ជប៉ុនដែលគេស្មោះត្រង់ដែលគេក្លាហានដែលគេមានជាតិនិយមពិតប្រាកដគឺគេអត់បាននិយាយនេះទេហើយលោកខ្ញុំនិយាយទៀតថាវាក៏បានឲ្យក្រុមពួកអាក្បត់នៅក្នុងប្រទេសជប៉ុននេះទៅញុះញង់ទៅដល់ប្រជាជនជប៉ុនញុះញង់យុវជនយុវតីជប៉ុនប្រាប់ថាអ្នកឯងគិតទៅទៀតប្រទេសអ្នកឯងនឹងមានគ្រោះថ្នាក់ដោយសារតែនាយករដ្ឋមន្ត្រីអ្នកឯងចេញមុខទៅការពារប្រទេសតៃវ៉ាន់អ្នកឯងចាំមើលទៅអញ្ចឹងអ្នកឯងអត់រួចខ្លួនទេប៉ុន្តែវិច័យដន់អកុសលដែលពួកអាញុះញង់វាមិនមានប្រសិទ្ធភាពវាត្រូវបានការឆ្លើយតបរបស់យុវជននិងប្រជាជនជប៉ុនឡើងវិញថាដោយសារតែលោកស្រីសាណាអេតាកាអ៊ីឈីគាត់គឺជានារីដែលក្លាហានដ៏អស្ចារ្យបែបនេះហើយទើបបានពួកគាត់បោះឆ្នោតឲ្យទើបគាត់សម្រេចចិត្តដល់អំណាចនៃការបោះឆ្នោតឲ្យមួយសន្លឹកម្នាក់ទៅឲ្យគាត់ខ្លាចទៅជានាយករដ្ឋមន្ត្រីប្រទេសជប៉ុននេះឯងខ្មាស់គេទេតែឲ្យគេខឹងនាយករដ្ឋមន្ត្រីដ៏ល្អរបស់គេតែគេបោកឲ្យវិញយ៉ាងឆ្ងាញ់ព្រោះអីពាក្យពេចន៍ទាំងអស់នេះវាអាចទៅនិយាយជាមួយនឹងយុវជនយុវតីនៅក្នុងប្រទេសកម្ពុជាបានណាប៉ុន្តែពាក្យទាំងអស់នេះវាអាចនិយាយជាមួយនឹងយុវជនយុវតីរបស់ជប៉ុនដែលគេខ្លាំងក្លាគេពូកែគេមានសមត្ថភាពទេនិយាយចឹងដូចមើលងាយយុវជនយុវតីខ្មែរអូយុវជនយុវតីខ្មែររាល់ថ្ងៃល្បីយ៉ាងងាប់ហើយយ៉ាល្បីណាយេពូកែខ្មែររាល់ថ្ងៃពូកែមោទនភាពជាតិខ្មែរមោទនភាពជាតិខ្មែរបើមិនឃើញហ៎ខ្មែរខ្លាំងបើមិនខ្លាំងមិនមែនមានសំយ៉ាក់ទុកងវែងជាងគេក៏មកវែងជាងគេណាមានចាមស្រក់យ៉ាក់ទេអ្នកឯងមើលពិភពលោកមានណាមានស្មាជប៉ុនមានទេឥឡូវអ្នកឯងមើលជប៉ុនមានអត់ឥឡូវអ្នកឯងប្រៀបធៀបមើលជប៉ុនមានកម្មាវែងជាងគេលើពិភពលោកអត់ប្រទេសជប៉ុនមានសំយ៉ាក់អត់ប្រទេសជប៉ុនមានចាមស្រក់យ៉ាក់អត់ណាងាប់ហើយអ្នកឯងចង់អួតអីណាអ្នកឯងមើលមែនដាច់ពីដើមមកប្រទេសកម្ពុជាមានអរិយធម៌មានវប្បធម៌មានសិល្បៈប្រពៃណីគ្រប់សពបែបយ៉ាងពីដើមមកខ្មែរគឺជាម្ចាស់ដើមនៃទ្រព្យសម្បត្តិនៃប្រពៃណីវប្បធម៌សិល្បៈគ្រប់ប្រភេទក្រោយពីមានការដឹកនាំដោយសន្តិភាពរបស់គ្រួសារតកូលហ៊ុនមកអាយួនធ្លាប់ដែរជាចៅអាចិនជាចៅស្រីយួនជាបេស្យាស្រីយួនជាសំផឹងស្រីចិនជាសំផឹងឥឡូវវាខ្លាយទៅជាខ្មែររំទុំជាសពុតបត់អង្គុយក្នុងវាំងទៅហើខ្មែរថ្វាយអង្គមទៅចតងណាដល់ពេលខ្មែរឯងឥឡូវគេបង្ហាញក្នុងសង្គមសិទ្ធអីគេស្រីដូចបេស្យាណាក្មេងទំនើងអាណាចាប៉ោឡែប្រុសអីគេដេញកាប់ដេញចាក់ផឹកស៊ីប៉ោឡែបាននិយាយវិស័យសិល្បៈណាឲ្យតែឃើញពួកអាចិនពួកអាបរទេសឈួតចេញអាភាពឈួតមកយកចម្លងថតដើម្បីធ្វើអីធ្វើវីដេអូខ្លីដើម្បីបានលុយវាទៅជាខ្មែរឯងឥឡូវហ្នឹងទៅជាចៅលួចសិល្បៈលួចចម្លងគេពីមុនណាអ្វីគឺខ្មែរជាម្ចាស់មានតែគេលួចចម្លងពីខ្មែរបាយជាឯងម្ចាស់ប្រទេសរាល់ថ្ងៃឥឡូវអ្នកទាំងអស់គ្នាសង្កេតមើលឥឡូវនេះឲ្យតែឃើញអាណាឈួតយកមកផ្សព្វផ្សាយនៅក្នុងសង្គមខ្មែរអ្នកបើគេនិយាយអំពីកម្មសិទ្ធិបញ្ញាណាទោះបីកម្មសិទ្ធិអាក្នុងផ្នែកផែនការឈួតហ្នឹងក៏ដោយក៏យើងជាចៅលួចកម្មសិទ្ធិបញ្ញារបស់គេយើងលួចចម្លងរបស់គេដែរ
dương khai thì chia trao chẳng prôm hao dương bên mô tận nạp phía ba dương lọc bầy á hôi lọc bầy lối á mẹ đấy cái này na có cái choan chli cái này na có cái phần lịch đây ban tay cái này đại cái căn tay phần lịch mai căn tay cái tạc luôn này bên mô tận nạp phía ពួកបានល្អ